បងប្អូនទាំងអស់គ្នារៀនសង្កេតមើលចិត្តខ្លួនឯងបន្ទាប់ពីខ្លួនឯងនេះបានស្ដាប់ធម៌បានរក្សាសិលហើយថាតើចិត្តនឹងបានថមថយនៅកំហឹងអត់បានចេះចែករំលែកច្រើនជាងមុនអត់ចិត្តនឹងមានភាពត្រជាក់ជាងមុនច្រើនអត់ចាមានដែលបានតាមដានចិត្តនឹងដែរអត់ចាបងប្អូនទាំងអស់គ្នាកាលណាចិត្តយើងបានអប់រំណាគឺធ្វើឲ្យគេហៅថាសតិបញ្ញាយើងនឹងបានគេហៅថារលឹកដឹងច្រើនជាងមុនណានេះខ្ញុំសូមលើករៀបរាប់ពីខ្លួនឯងបន្តិចពីមុនខ្ញុំក៏ជាមនុស្សម្នាក់ដែលស្ដាប់ធម៌ច្រើនដែរប៉ុន្តែអាការនៅមានកំហឹងហ្នឹងនៅតែច្រើនដដែលអត់បានថយទេអញ្ចឹងបញ្ជាក់ថាការស្ដាប់ធម៌ហ្នឹងវាអត់ទាន់បានត្រឹមត្រូវតាមបែបហៅធម៌ពិតធម៌មែនបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីខ្ញុំបានស្ដាប់ធម៌រយៈពេលយូរឆ្នាំដែរភាគច្រើនខ្ញុំបានតែស្ដាប់ចឹងណាស្ដាប់ជារឿយស្ដាប់ច្រើនដងច្រើនសារហើយខ្ញុំបញ្ជាក់ទៀតណាបងប្អូនទាំងអស់គ្នាស្ដាប់ហ្នឹងគឺធម៌ពិតធម៌មែនមិនមែនស្ដាប់ធម៌ផ្លោមិនមែនស្ដាប់ធម៌សុំបួងសួងធម៌សុំស្រោចទឹកធម៌ចងបោះមែនទេគឺធម៌របស់ព្រះសម្មាសម្ពុទ្ធរៀនពីឱវាទរបស់ព្រះសម្មាសម្ពុទ្ធបង្រៀនយើងឲ្យចេះប្រើបញ្ញាចេះប្រើការគិតក្នុងការរស់នៅរាល់ថ្ងៃហ្នឹងឯងចាខ្ញុំបានស្ដាប់រយៈពេលយូរឆ្នាំស្ដាប់ហើយស្ដាប់ទៀតប៉ុន្តែដូចនាងខ្ញុំនិយាយពីដើមទីចឹងអាការខឹងអាការអីហ្នឹងវាអត់សូវថយទេសតិបញ្ញាយើងអត់សូវបានរលឹកណាប៉ុន្តែទោះជាយ៉ាងណាខ្ញុំបានផ្ងាគេពាក្យថាផ្ងាបងប្អូនដូចថាក្អមធ្លាប់កាប់ផ្ងាមកយល់ដឹងសមាទិដ្ឋិមកពីខ្ញុំធ្លាប់មុនខ្ញុំនិយាយថាមច្ឆាទិដ្ឋិការគិតខុសខ្ញុំវិលមកបានចូលសមាទិដ្ឋិបានខ្លះដឹងអ្វីដែលខ្ញុំគួរប្រតិបត្តិឬមិនគួរប្រតិបត្តិដោយថាការចងបោះការស្រោចទឹកការដែលជឿគ្រូឬក៏ថ្ងៃខែអីគឺខ្ញុំអាហ្នឹងខ្ញុំបាននិយាយថាបានផ្ងាមកច្រើនគួរសមដែរប៉ុន្តែដោយឡែកនៅចិត្តហ្នឹងវានៅតែរាំងក្តៅចិត្តហ្នឹងនៅតែរបៀបថាវាអត់បានទទួលនៅការអប់រំបានច្រើនណាបន្ទាប់មកនេះខ្ញុំបានសេពគប់មិត្តធម៌ចាអ្នកល្អមិនថាអ្នកមិត្តធម៌សូម្បីតែអ្នកសង្គមខាងក្រៅខ្ញុំសេពគប់អ្នកដែលគេមានការចេះដឹងចាការអប់រំផ្សេងចាបន្ទាប់ពីយើងបានស្និទ្ធស្នាលជាមួយគ្នាយើងអាសាសួរអាសាអានសភៅអានអីទៅមានការកែប្រែជាងមុនបានខ្លះហើយនេះខ្ញុំក៏បានចូលរៀនមេរៀនអភិធម្មបន្តិចតួចដែរគឺរៀនមេរៀនចិត្តចាមេរៀនចិត្តហ្នឹងគឺនេះខ្ញុំបានចេះបានតិចដឹងពីអកុសលទោសៈលោភៈហ្នឹងបានខ្លះបានតិចទេចាហើយដល់សន្សំជាឧបនិស្ស័យទៅនឹកខ្ញុំនៅតែបន្តស្ដាប់ធម៌ជារឿយរហូតចាប៉ុន្តែมันបានសិក្សាបានច្រើនទេគ្រាន់តែដឹងថាទោសៈលោភៈអញ្ចឹងទៅអ្វីដែលធ្វើឲ្យចិត្តខ្លួនឯងនឹងក្តៅធ្វើឲ្យមួម៉ៅចិត្តខឹងទោមនោះបដិខៈឃើញតែចិត្តទៅទោសអាហ្នឹងដឹងថាទោសៈអញ្ចឹងទៅលោភៈហ្នឹងជាប់ជំពាក់ចាការចង់បានការឃើញរបស់ស្អាតចិត្តតែរីករាយភាពសប្បាយរីករាយជាប់ជំពាក់អាហ្នឹងដឹងថាលោភៈអញ្ចឹងណាបានដឹងខ្លះចាបន្ទាប់មកដល់សប្តាហ៍ថ្ងៃនេះនាងខ្ញុំក៏បានភ្ងាគួរសមដែរបានយល់បានច្រើនដែរហើយអាការដែលចិត្តចំណែនចិត្តខឹងហ្នឹងក៏បានថយបានខ្លះមិនមែនបាត់អស់ទេបន្ទាប់ពីខ្ញុំបានស្ដាប់ជារឿយហើយក៏យល់បានខ្លះក៏អាសេចក្តីខឹងក្រោធការខឹងមួម៉ៅរបៀបចិត្តចំណែនគេចិត្តរាំងមាក់ងាយគេហ្នឹងវាបានថយមកខ្លះចាស់ថយមកគួរសមដែរចាអញ្ចឹងសម្រាប់ខ្ញុំវិលត្រឡប់មកវិញចង់សួរបងប្អូនថាតើបងប្អូនអរគ្នាបន្ទាប់ពីបានរក្សាសិលស្ដាប់ធម៌ជារឿយហើយស្ដាប់បុគ្គលអប់រំផ្សេងហើយតើអាចិត្តយើងហ្នឹងបានថយកំហឹងបានថយនៅភាពកំណាញ់ចេះចែកម្លែកច្រើនជាងមុនដែរអត់ចាអញ្ចឹងកុំភ្លេចរៀនតាមដានមើលខ្លួនឯងហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ចេះចង់ដឹងធម៌ពិតធម៌មែនរបស់ព្រះសម្មាសម្ពុទ្ធបែបណាបងប្អូនអាចចូលទៅក្នុង YouTube វាយអក្សរថាមេរៀនអភិធម្ម
នោះនឹងចេញមកហើយមេរៀនចិត្តចិត្តសឹករូបចាសម្រាប់អ្នកខ្ញុំទើបតែរៀនបានតិចតួចអញ្ចឹងអ្នកខ្ញុំចែករំលែកតាមអ្វីដែលខ្ញុំអាចចែករំលែកបានហើយអ្នកខ្ញុំដឹងទីតាំងដឹងកន្លែងដែលបងប្អូនអាចដែលបងប្អូនទាំងអស់គ្នានឹងអាចទៅរៀនពេលខ្លះបងប្អូនអាចមានឧបនិស្ស័យច្រើនជាងខ្ញុំអាចទៅរៀនទៅឆាប់យល់ជាងខ្ញុំពុទ្ធាបានដែរចាអញ្ចឹងសម្រាប់ខ្ញុំមានតែការចែកម្លែកប៉ុណ្ណឹងទេហើយហ៊ានសួរខ្លួនឯងផងពេលដែលស្ដាប់ធម៌ហើយពេលដែលយើងបានអប់រំចិត្តច្រើនហើយតើផ្លូវចិត្តហ្នឹងបានប្រសើរជាងមុនអត់កាលណាផ្លូវចិត្តនេះបានល្អប្រសើរជាងមុនតិចជាងមុនថយកំហឹងជាងមុនអាកំណាញ់ការចំណែនគេបានថយច្រើនហើយយើងស្រឡាញ់ចែកម្លែកនោះជុំវិញយើងកាន់តែច្រើនណាចាហ្នឹងបានន័យថាយើងស្ដាប់ធម៌បានត្រឹមត្រូវហើយប៉ុន្តែបើសិនជាស្ដាប់ធម៌ហើយមានការអប់រំចិត្តហើយនៅតែក្តៅនៅតែមួម៉ៅច្រើននៅតែរបៀបថាចេះតែមិនពេញចិត្តនឹងការនឹងជីវិតរស់នៅរាល់ថ្ងៃហើយមិនចេះតែទើសទាស់ជាមួយអ្នកជុំវិញច្រើនណាអាហ្នឹងស្ដាប់ធម៌អត់តន់ត្រូវទេអញ្ចឹងសម្រាប់ខ្ញុំជាការចែកម្លែកប៉ុណ្ណឹងទេរៀនសង្កេតរៀនតាមដានខ្លួនឯងផងចាអរគុណជំរាបលា